ផ្លែឈើនៅអាស្រមបាទអាស្រមនេះគឺអាស្រមពើងឆាត់បាទអាស្រមពើងឆាត់ស្ថិតនៅក្នុងស្រុកបន្ទាយស្រីបាទស្រុកបន្ទាយស្រីនេះគាត់តែផ្លែឈើដែលល្អនៅក្នុងអាស្រមនេះច្រើនណាស់ទាំងកំពុងតែកាត់ផ្លែឈើភោគផលផលអានុផលគាត់តែផលអានុផលហ្នឹងផលអានុផលនេះវិញល្អណាស់កាត់ហើយច្រកក្រុងដឹកទៅខេត្តសៀមរាបតែសាមកអាស្រមហើយរៀបចំធ្វើបន់កឋិនអញ្ចឹងឃើញផ្លែល្អក៏ពិតលោកសុំលោកដើម្បីកាត់យកផ្លែវាទៅបដោះគឺយើងអ្នកបដោះដើមឈើទៅដល់ណាក៏ឃើញដែរអញ្ចឹងហើយកុំឲ្យខាតព្រោះនៅនេះជ្រុះចោលដែរហើយយើងកាត់ចេះទៅទី1ដើម្បីជួយសម្អាតឲ្យលោកផងបានបន់